ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកបង្ហាញពុកម៉ែបងប្អូនពីមេนูដែលខ្ញុំលក់ដាច់ជាប្រចាំមកបងប្អូនខ្ញុំនឹងបង្ហាញមួយវាជាមេนูមួយដែលខ្ញុំតែងតែលក់ដាច់ជាប្រចាំហ្មងសម្រាប់រូបមន្តទាំងប្រមាណនៅក្នុងវីដេអូហ្នឹងបងប្អូនជាដំបូងគឺយើងមានរូបមន្តជាមួយនឹងកាហ្វេបងប្អូនខ្ញុំប្រាប់បងប្អូនតាមលំដាប់លំដោយដែលនេះខ្ញុំកំពុងតែឆុងអញ្ចឹងណាបងចាំណូតតាមហ្នឹងទៅដំបូងគឺយើងត្រូវការជាមួយនឹងកាហ្វេក្តៅបងចាសម្រាប់កាហ្វេក្តៅនេះគឺខាងបងអូនប្រើកាហ្វេចំនួន2 shot បងហើយជាទូទៅជាតិផ្អែមដូចតែគ្នាដដែលហ្នឹងបងជាតិផ្អែមសម្រាប់កាហ្វេក្តៅគឺ100%គឺខ្ញុំប្រើ40 ml ទៅមកគាត់ផ្អែមតិចជាងនឹងរសចាញ់ជាងនឹងយើងអាចបន្ថែមបន្ថយតាមនឹងអញ្ចឹងណាបងប្អូនហើយសម្រាប់ទឹកកាហ្វេគឺខ្ញុំយក120 ml បងព្រោះសម្រាប់កាហ្វេនេះគឺកែវរបស់នេះខ្ញុំគឺកែវលេខ8 ounce ណាបងខ្លះគាត់ប្រើជាមួយនឹងកែវលេខ12 ounce ឬក៏9 ounce អញ្ចឹងទៅប៉ុន្តែកែវនេះខ្ញុំនេះគឺកែវ8 ounce ណាបងឥឡូវវាជាការស្រេចតែយើងដាក់ឲ្យគ្នាបាននៅក្នុងនោះខ្ញុំបញ្ជាក់បងម្ដងទៀតសម្រាប់កាហ្វេទឹកដោះគោក្តៅគឺខ្ញុំប្រើកាហ្វេចំនួន2 shot យកទឹកកាហ្វេចំនួន120 ml ហើយជាតិផ្អែម 100% គឺយើងប្រើទឹកដោះគោខាប់40 ml បងប្អូនចង់លាយជាមួយទឹកស្ករ10 ml អីក៏បានដែរតែបងប្អូនត្រូវទឹកដោះគោខាប់អញ្ចឹងណាបងប្អូនហើយយើងប្រើជាមួយនឹងទឹកដោះគោ Carnation ស្រោចពីលើបន្តិចដូចទឹកដោះគោស្រស់ដែរប៉ុន្តែគាត់ថាវាខុសគ្នាតែមួយមានទឹកកកអត់ទឹកកកឲ្យបងតើឥឡូវយើងមកមើលពីវិធីឆុងតែក្រូចឆ្មាតាំងពណ៌ក្រហមតាំងពណ៌បៃតងគឺរបៀបឆុងដូចគ្នាបងប្អូនគ្រាន់តែខុសតែពណ៌ទេ100%ជាតិផ្អែមគឺយើងប្រើស្ករចំនួន3ស្លាបព្រាហ្នឹងស្ព្រាបាយក៏បានស្ព្រា10ក្រាមដូចនេះខ្ញុំវាស់ក៏បានបងប្អូនយើងប្រើទឹកតែ120ស្ករស3ស្លាបព្រាបាយហើយទឹកក្រូចតែឬក៏ក្រូចឆ្មាហ្នឹងចំនួន40 ml បងប៉ុណ្ណឹងយើងធ្វើការកូរវាមកកូរតែបងប្អូនព្យាយាមកូរវាឲ្យលាយស្ករបន្តិចណាបើសិនជាក្នុងករណីតែបងប្អូនតិចបើសិនជាអត់លាយស្ករពេលគ្នាគាត់យកញ៉ាំទៅគាត់ញ៉ាំអស់នៅសល់តែបាតខាងក្រោមអញ្ចឹងវាអត់ល្អមកនេះអញ្ចឹងបងប្អូនកូរឲ្យវាលាយអស់ចាំយើងដាក់ទឹកកកលើកជូនភ្ញៀវចិត្តឲ្យភ្ញៀវបានញ៉ាំឆ្ងាញ់តែគាត់បានចាំគាត់គាត់ចាំបន្តិចតែបានរសជាតិឆ្ងាញ់មួយអញ្ចឹងណាបើយើងបញ្ញាប់ឲ្យភ្ញៀវក៏វាភ្ញៀវញ៉ាំទៅអត់សូវឆ្ងាញ់ណាស់បងប្អូនព្រោះវាខ្វះជាតិផ្អែមអីតិចអញ្ចឹងទៅចាតែប៉ុណ្ណឹងវាជាការស្រេចហើយយើងធ្វើការច្រកដាក់ថង់យកឲ្យភ្ញៀវបានបងប្អូនវាងាយអានេះគាត់ថាអានេះអីដែលខ្ញុំចេញលើនេះគឺខ្ញុំលក់ដាច់ជាប្រចាំមកសម្រាប់បានរូបមន្តអញ្ចឹងណាហើយយើងហើយតែគិតឆ្មាពីចានេះឲ្យភ្ញៀវបានហ្នឹងបងតោះឥឡូវយើងមកមើលពីវិធីឆុងកាហ្វេមួយទៀតកាហ្វេនេះគឺយើងត្រូវការកាហ្វេចំនួន2 shot បងកាហ្វេនេះកាហ្វេ2 shot បងប្អូនធ្វើការសកាត់វាហើយគុំបន្តិចឲ្យណែនមកយើងសកាត់ម្ដងទៀតជាការស្រេចហើយពិសេសខ្ញុំឆុងនេះក៏ត្រូវការកាហ្វេ2 កែវចឹងខ្ញុំឆុងតែមួយ shot ទៀតឲ្យហើយចារបៀបឆុងគឺដូចគ្នាបងប្អូនយើងត្រូវការកាហ្វេ2 shot យើងធ្វើការសកាត់វាអញ្ចឹងបើបងប្អូនមានជីងឆ្លងដូចទៅក៏បានណាគេដាក់កាហ្វេ18 ក្រាមអញ្ចឹងណាបងប្អូនប៉ុន្តែខ្ញុំប្រើនេះគឺខ្ញុំអត់មានជីងឆ្លងទេគឺខ្ញុំឆ្លងជាទូទៅប៉ុណ្ណឹងហ្មងអញ្ចឹងណាចានេះកាហ្វេក្តៅបងខ្ញុំគាត់កំង espresso កាហ្វេខ្មៅហ្មងអញ្ចឹងសម្រាប់ espresso ខ្ញុំយកទឹកកាហ្វេចន្លោះពី120ទៅ150បងប្អូនអាចយកតិចជាងនឹងក៏បានដែរអីដោយសារខ្ញុំនៅនេះខ្ញុំប្រើកែវលេខ8 ounce អញ្ចឹងទៅខ្ញុំប្រើទឹកកាហ្វេចន្លោះពី120ទៅ150 ml នេះសម្រាប់ espresso អញ្ចឹងណាចាតែប៉ុណ្ណឹងជាការស្រេចតែឥឡូវយើងចុចទឹកចោលមួយយើងដាក់មួយទៀតចាមួយទៀតហ្នឹងគឺដូចគ្នាគាត់យក espresso ដែរបងប្អូនដូចទៅខ្ញុំគាត់ញ៉ាំ espresso អញ្ចឹងគាត់អត់ចង់ឲ្យយើងដាក់ទឹកកាហ្វេគាត់ច្រើនទេដាក់តាមបន្តិចក៏បានដែរចន្លោះពី100ទៅ120ក៏បានដែរខ្ញុំខ្លះគាត់សុំនេះអញ្ចឹងច្រើនតិចអញ្ចឹងទៅខ្ញុំគាត់ដាក់ចន្លោះពី120ទៅ150អញ្ចឹងទៅ
ហើយយើងមានបន្ថែមជាស្ករពោតឬក៏ជាស្ករប្រោនអីឬក៏ស្ករអំពៅឲ្យគាត់ចឹងណាបងមនុស្សនេះគាត់ត្រូវការតែបងគាត់ចង់ឲ្យដាក់ទឹកស្ករក៏បានដូចគ្នាដែរបងប្អូនអាចជាតិផ្អែមដូចគ្នាបងប្អូនដាក់40អំបិលដូចគ្នា 100% ចាជាការស្រេចឯងespresso 2កែវយើងអាចដាក់ឲ្យភ្ញៀវបានបងចាបងប្អូនហើយមិញមុនហ្នឹងគឺកាហ្វេទឹកកកមួយទៀតគឺខ្ញុំធ្វើការដាក់ហើយកាហ្វេទឹកកកហ្នឹងគឺដូចគ្នាបងប្អូនគឺយកចន្លោះពី120ទៅ150អំបិលភ្ញៀវគាត់សុំស្ករក្តៅអញ្ចឹងខ្ញុំដាក់ឲ្យគាត់អញ្ចឹងណាបងប្អូនឥឡូវជាការស្រេចយើងអាចដឹកជូនភ្ញៀវបានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់បងប្អូនកុំភ្លេច like subscribe share វីដេអូបងប្អូនមកផងណាអរគុណ